Châu bằng cách ở lui thua ca chấm nụ nè, mình may nè thua ca chấm nụ lui nụ tề. Make money work for you. Khung sừng cung sập ngay mình nụ phiệt ra chấm nai pel phiệt raในชีวิตគឺដើម្បីធ្វើការរកលុយពេលព្រឹកយើងភ្ញាក់ឡើងទៅធ្វើការតស៊ូធ្វើការពេញមួយថ្ងៃគឺដើម្បីទទួលបានប្រាក់ខែនៅចុងខែវាជាវដ្តនៃជីវិតដែលមើលទៅធម្មតាប៉ុន្តែសំណួរដែលសំខាន់ជាងគេគឺតើយើងនឹងធ្វើបែបនេះរហូតដល់ពេលណាតើយើងអាចបំលែងពីការធ្វើការឲ្យលុយទៅជាការធ្វើឲ្យលុយធ្វើការឲ្យយើងបានដែរឬទេ Make money work for you មានន័យថាកុំឲ្យខ្លួនឯងខ្លាចជាទាសកររបស់លុយប៉ុន្តែត្រូវប្រើលុយជាឧបករណ៍ដើម្បីបង្កើតចំណូលបង្កើតទ្រព្យសម្បត្តិនិងបង្កើតសេរីភាពហិរញ្ញវត្ថុវាជាការផ្លាស់ប្ដូរយ៉ាងធំមួយក្នុងវិធីគិតនិងរបៀបរស់នៅ 1. ផ្លាស់ប្ដូរផ្លូវគំនិត Mindset ជំហានដំបូងគឺការផ្លាស់ប្ដូរគំនិតមនុស្សជាច្រើនគិតថាការមានប្រាក់ខែខ្ពស់គឺជាការជោគជ័យប៉ុន្តែប្រាក់ខែខ្ពស់មិនមែនមានន័យថាអ្នកមានសេរីភាពនោះទេប្រសិនបើយើងនៅតែពឹងផ្អែកលើវាតែមួយប្រភពប្រសិនបើយើងឈប់ធ្វើការចំណូលក៏ឈប់ដែរការធ្វើឲ្យលុយធ្វើការឲ្យយើងមានន័យថាយើងបង្កើតប្រព័ន្ធឬទ្រព្យសម្បត្តិដែលអាចបង្កើតចំណូលទោះបីយើងមិនធ្វើការដោយផ្ទាល់ក៏ដោយនេះគឺជាការគិតរយៈពេលវែងមិនមែនគិតត្រឹមតែខែនេះឬឆ្នាំនេះនោះទេ 2. ការគ្រប់គ្រងចំណូលនិងការចំណាយមុននឹងនិយាយអំពីការវិនិយោគយើងត្រូវចេះគ្រប់គ្រងលុយដែលយើងមានជាមុនសិនមនុស្សជាច្រើនរកបានច្រើនប៉ុន្តែមិនសល់អ្វីព្រោះចំណាយគ្មានផែនការដូច្នេះយើងត្រូវកំណត់ថវិកាប្រចាំខែបែងចែកប្រាក់សន្សំយ៉ាងហោចណាស់ 10% ទៅ 20% ជៀសវាងការចំណាយមិនចាំបាច់បង្កើតមូលធនបន្ទាន់សម្រាប់អនាគតការសន្សំគឺជាជំហានដំបូងសម្រាប់ការវិនិយោគបើគ្មានប្រាក់សន្សំយើងមិនអាចធ្វើឲ្យលុយធ្វើការបានទេ 3. ចំណេះដឹងហិរញ្ញវត្ថុចំណេះដឹងគឺជាទ្រព្យសម្បត្តិដែលគ្មាននរណាអាចយកពីយើងបានឡើយការសិក្សាអំពីវិនិយោគអាជីវកម្មអចលនទ្រព្យឬទីផ្សារហ៊ុនអាចជួយឲ្យយើងយល់ពីឱកាសនិងហានិភ័យមិនចាំបាច់ចាប់ផ្ដើមធំទេប៉ុន្តែចាប់ផ្ដើមពីការរៀនមនុស្សជាច្រើនខ្លាចការវិនិយោគព្រោះខ្លាចបាត់បង់ខ្លាចខាតបង់ប៉ុន្តែការមិនរៀនអ្វីសោះក៏ជាហានិភ័យដែរពេលយើងមានចំណេះដឹងយើងអាចធ្វើសេចក្តីសម្រេចយ៉ាងមានទំនុកចិត្ត 4. បង្កើតចំណូលច្រើនប្រភពការពឹងផ្អែកលើចំណូលតែមួយប្រភពគឺមានហានិភ័យខ្លាំងណាស់ដូច្នេះយើងគួរបង្កើតចំណូលបន្ថែមជាឧទាហរណ៍បើកអាជីវកម្មតូចលក់ផលិតផលតាមអនឡាញបង្កើតមាតិកា Digital វិនិយោគក្នុងអចលនទ្រព្យចូលរួមក្នុងគម្រោងវិនិយោគផ្សេងៗចំណូលបន្ថែមអាចចាប់ផ្ដើមពីតូចប៉ុន្តែបើមានការអភិវឌ្ឍនិងគ្រប់គ្រងល្អវាអាចក្លាយជាចំណូលសំខាន់នៅថ្ងៃក្រោយ 5. កម្លាំងនៃការវិនិយោគរយៈពេលវែងការវិនិយោគមិនមែនជារឿងឆាប់រហ័សនោះទេវាត្រូវការពេលវេលានិងការអត់ធ្មត់ការវិនិយោគតិចៗជាបន្តបន្ទាប់អាចបង្កើតផលធំក្នុងរយៈពេលវែងនេះគឺជាកម្លាំងនៃការប្រមូលផ្ដុំដែលធ្វើឲ្យប្រាក់តូចៗក្លាយជាចំនួនធំមនុស្សដែលជោគជ័យហិរញ្ញវត្ថុមិនមែនរកបានភ្លាមនោះទេប៉ុន្តែពួកគេមានវិន័យនិងការអត់ធ្មត់ក្នុងការសន្សំនិងការវិនិយោគ 6. វិន័យនិងការគ្រប់គ្រងខ្លួនឯងការធ្វើឲ្យលុយធ្វើការឲ្យយើងត្រូវការវិន័យខ្ពស់យើងត្រូវគ្រប់គ្រងការចង់បានភ្លាមហើយគិតពីអនាគតពេលយើងជ្រើសរើសសន្សំនិងវិនិយោគជំនួសឲ្យចំណាយលើអ្វីដែលមិនចាំបាច់នោះយើងកំពុងសាងសង់សេរីភាពសម្រាប់ថ្ងៃក្រោយវិន័យតូចៗប្រចាំថ្ងៃអាចបង្កើតលទ្ធផលធំក្នុងពេលអនាគត 7. សេរីភាពហិរញ្ញវត្ថុគោលដៅចុងក្រោយនៃការធ្វើឲ្យលុយធ្វើការឲ្យយើងគឺសេរីភាព ស
សេរីភាពក្នុងការជ្រើសរើសការងារសេរីភាពក្នុងការចំណាយពេលជាមួយគ្រួសារនិងសេរីភាពក្នុងការធ្វើអ្វីដែលយើងស្រឡាញ់ពេលចំណូលមកពីប្រព័ន្ធដែលយើងបានបង្កើតយើងមិនត្រូវពឹងផ្អែកលើការងារតែមួយនោះទេសេរីភាពហិរញ្ញវត្ថុមិនមែនមានន័យថាអ្នកមានលុយរាប់លាននោះទេប៉ុន្តែវាមានចំណូលគ្រប់គ្រាន់ដើម្បីរស់នៅដោយមិនមានសម្ពាធ 8. កុំអនុញ្ញាតឲ្យលុយគ្រប់គ្រងជីវិតរបស់អ្នកជាចុងក្រោយនេះយើងត្រូវចងចាំថាលុយគឺជាឧបករណ៍មិនមែនជាគោលដៅចុងក្រោយនៃជីវិតនោះទេយើងធ្វើឲ្យលុយធ្វើការឲ្យយើងដើម្បីបង្កើតជីវិតដែលមានតម្លៃនិងមានន័យប្រសិនបើយើងប្រើលុយដោយប្រាជ្ញាវានឹងជួយយើងប៉ុន្តែបើយើងអនុញ្ញាតឲ្យវាគ្រប់គ្រងយើងវាអាចនាំឲ្យយើងមានសម្ពាធនិងបញ្ហាជារួមមក Make money work for you គឺជាគំនិតដែលអាចផ្លាស់ប្ដូរជីវិតចាប់ផ្ដើមពីការគ្រប់គ្រងលុយបង្កើតវិន័យសិក្សាចំណេះដឹងហិរញ្ញវត្ថុនិងវិនិយោគយ៉ាងឆ្លាតវៃជំហានតូចៗថ្ងៃនេះអាចបង្កើតអនាគតធំសម្រាប់ថ្ងៃស្អែកនៅពេលដែលលុយធ្វើការឲ្យអ្នកនឹងមិនត្រឹមតែមានចំណូលបន្ថែមនោះទេប៉ុន្តែវាមានសេរីភាពមានសុវត្ថិភាពនិងមានសន្តិភាពក្នុងចិត្តហើយនោះហើយជាជ័យជំនះពិតប្រាកដក្នុងជីវិតរបស់អ្នក